ទស្សនិកជននិងប្រិយមិត្តទាំងឡាយជាទីមេត្រីមានឧត្តមសេនីយ៍ម្នាក់នៅក្នុងកងកម្លាំងនគរបាលប្រជាជនខេត្តត្រាប៊ីងដែលមានចំណូលចិត្តពិសេសនោះគឺតន្ត្រីនិងឧបករណ៍ភ្លេងប្រពៃណីលោកបានខិតខំយ៉ាងខ្លាំងក្នុងការរៀននិងសម្ដែងឧបករណ៍ភ្លេងបានចំនួន9ប្រភេទតាំងពីឧបករណ៍ភ្លេងប្រជាប្រិយរហូតដល់ឧបករណ៍ទំនើបទេពកោសល្យតន្ត្រីនិងចំណូលចិត្តរបស់លោកចំពោះឧបករណ៍ភ្លេងបុរាណបានដិតជាប់ក្នុងអារម្មណ៍របស់លោកតាំងពីកុមារម្លេះដោយមានចំណូលចិត្តនិងសេចក្តីប្រាថ្នាចង់ចូលរួមរក្សាលោកបានចូលរួមការពារនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរអ្នកដែលមានចំណូលចិត្តពិសេសចំពោះតន្ត្រីនិងឧបករណ៍ភ្លេងនោះជាអ្នកតែងមានការទទួលបន្ទុកយ៉ាងធ្ងន់ចំពោះភាពសុខសាន្តរបស់ប្រជាជននោះគឺលោកឧត្តមសេនីយ៍ត្រីគីងរិននាយករងនគរបាលខេត្តត្រាប៊ីងឧត្តមសេនីយ៍ត្រីគៀងរិនជាឧត្តមសេនីយ៍មានអត្តចរិតជាយុទ្ធជនផ្នែកសន្តិសុខមានចិត្តជាសិល្បករតាំងពីកុមារភាពមកលោកបានឮសំឡេងដ៏ពីរោះនៃឧបករណ៍ភ្លេងប្រពៃណីដែលបានលោកពូលោកតារបស់លោកប្រគំឡើងនៅតាមភូមិស្រុកពេលបានស្ដាប់លោកកូតត្រវាយខឹមនិងផ្លឹមឃ្លុយហើយមិនថាទោះបីលោកប្រើឧបករណ៍ភ្លេងអ្វីក៏ដោយក៏អាចបន្សល់ទុកក្នុងអារម្មណ៍យ៉ាងពិសេសដល់អ្នកស្ដាប់អ្វីត្បិតតែលោកជាអ្នកចូលចិត្តតន្ត្រីក៏ដោយឧត្តមសេនីយ៍ត្រីតែងបង្ហាញឲ្យឃើញថាលោកជាឧត្តមសេនីយ៍ម្នាក់មានស្នាដៃឆ្នាំអាស្រ័យដោយមានអារម្មណ៍ជាអ្នកសិល្បៈឧត្តមសេនីយ៍យល់ច្បាស់អំពីការរស់នៅរបស់ប្រជាជនចង្វាក់ភ្លេងស្ដីពីមាតុភូមិបានដាក់ស្មារតីឧត្តមសេនីយ៍ឲ្យមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងអំពីការចាំបាច់ពីការថែរក្សានិងការពារវប្បធម៌ប្រពៃណីជាតិនិងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនផ្ដាំការងារពីផ្នែកសុខាភិបាលឧត្តមសេនីយ៍ត្រីខៀងរិនបានឆ្លងកាត់នាទីជាច្រើនលោកបានរៀនសូត្រនិងវឹកហាត់រហូតដល់ក្លាយជាមន្ត្រីនគរបាលស្មោះត្រង់ម្នាក់ដោយមាននាទីបានតម្រូវការជាអនុលេខាគណៈកម្មាធិការបកប្រធានទទួលបន្ទុកផ្នែកអធិការកិច្ចនាយករងនគរបាលខេត្តមានភារកិច្ចត្រួតពិនិត្យនិងដឹកនាំការងារកសាងបកការងារកសាងកម្លាំងការងារនយោបាយសតិអារម្មណ៍ការងារភស្តុភារគណៈកម្មាធិការត្រួតពិនិត្យខាងបកនៃនគរបាលខេត្តលោកតែងបង្ហាញនៅភាពជាអ្នកដឹកនាំចង្អុលការគ្រប់គ្រងនិងចាត់ចែងការងារបានល្អគ្រប់សមត្ថភាពនិងមានកិត្តិយសប្រមូលផ្ដុំកម្មាភិបាលបេក្ខជនក្នុងការអនុវត្តល្អភារកិច្ចនាយឧត្តមសេនីយ៍ត្រីខៀងរិនជាបុគ្គលដែលយកផលប្រយោជន៍សាធារណៈជាចម្បងយកផលប្រយោជន៍រួមលើអ្វីៗទាំងអស់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រទេសជាតិនិងប្រជាជនធ្វើការស្មោះត្រង់និងមានអាកប្បកិរិយាដោយមិនលំអៀងលោកធ្លាប់បានតែងតាំងជាអនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានកិច្ចការបរទេសហៅកាត់ថា VOP នៃក្រសួងនគរបាលឧត្តមសេនីយ៍ត្រីខៀងរិនគឺជាគំរូនៃភាពក្លាហាននិងភាពឆ្លាតវៃជំនះរាល់ការលំបាកនិងវេទនាមានឆន្ទៈមមាញជាពិសេសគឺចំពោះសមរភូមិនយោបាយសតិអារម្មណ៍និងភស្តុភារបច្ចេកទេសក្នុងនាទីជានាយករងនគរបាលខេត្តត្រាវិញលោកឧត្តមសេនីយ៍ត្រីបានចង្អុលការឲ្យអង្គភាពចាត់តាំងឃោសនាផ្សព្វផ្សាយនៅតំបន់ជនរួមជាតិខ្មែរអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំគោលនយោបាយនិងច្បាប់ប្រវត្តិរដ្ឋរបស់បកជាមួយស្នាដៃលេចធ្លោនោះលោកឧត្តមសេនីយ៍ត្រីខៀងរិនមានកិត្តិយសបានបកនឹងរដ្ឋជូនកិត្តិនាមសម្រាប់ឆ្នាំភារកិច្ចដែលបានប្រកល់ជូនចាប់តាំងពីឆ្នាំ2021ដល់បច្ចុប្បន្នបានទទួលកិត្តិនាមជាយុទ្ធជនឆ្នាំក្នុងរយៈពេល44ឆ្នាំចូលរួមការងារបដិវត្តន៍ដោយមានអាយុបក35ឆ្នាំនិងធ្វើការក្នុងផ្នែកនគរបាលខេត្តត្រាវិញឧត្តមសេនីយ៍ត្រីបានបង្ហាញឲ្យឃើញអំពីឆន្ទៈនយោបាយម៉ឺងម៉ាត់សីលធម៌បរិសុទ្ធបង្ហាញយ៉ាងច្បាស់ការទទួលខុសត្រូវនៃថ្នាក់ដឹកនាំជាអ្នកនាំមុខហ៊ានគិតហ៊ានធ្វើហ៊ានទទួលខុសត្រូវប្រមូលផ្ដុំសាមគ្គីនៅក្នុងអង្គភាព
ក៏ដូចជាក្នុងនេតិដែលបានគណៈកម្មាធិការបកក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនខេត្តប្រកល់ឲ្យឧត្តមសេនីយ៍ត្រីបានចុះផ្ទាល់ទៅកាន់មូលដ្ឋានដើម្បីជួបជាមួយប្រជាពលរដ្ឋស្វែងយល់អំពីគំនិតអារម្មណ៍និងសេចក្តីស្នើរបស់មាមីងលោកតែងស្និទ្ធស្នាលចែករំលែកនិងជំរុញទឹកចិត្តប្រជាជនឲ្យក្រោកឡើងកសាងការរស់នៅរុងរឿងនិងសុភមង្គលរាល់ពេលទៅដល់មូលដ្ឋានជួបជាមួយមាមីងលោកតែងទទួលបានការស្រឡាញ់រាប់អានពីសំណាក់ប្រជាជនពេលជួបលោកឧត្តមសេនីយ៍ត្រីខៀងរិនអ្នកណាក៏មានអារម្មណ៍ដូចគ្នាថាលោកមានភាពរុរាយរាក់ទាក់ជាពិសេសគឺជាមួយកម្មាភិបាលវ័យក្មេងលោកឧត្តមសេនីយ៍ត្រីបានណែនាំនិងបង្ហាត់បង្រៀនយុទ្ធជនទាំងអស់ឲ្យយល់កាន់តែច្បាស់អំពីការរស់នៅនិងការងារក្នុងនាមជាអ្នកធ្លាប់បានឆ្លងកាត់ការងារជាច្រើននិងក្នុងវិស័យជាច្រើនលោកមានបទពិសោធន៍ច្រើនក្នុងការដឹកនាំនិងចង្អុលការហើយតែមទាំងធ្វើកិច្ចការជាច្រើនដោយផ្ទាល់ជាមួយយុទ្ធជនវ័យក្មេងទៀតផងឧត្តមសេនីយ៍ត្រីតែងស្និទ្ធស្នាលនិងជំរុញទឹកចិត្តយុទ្ធជនឲ្យមានការបដិញ្ញាចិត្តនិងខិតខំកែលម្អបន្ថែមទៀតចំពោះកម្មាភិបាលនិងយុទ្ធជនម្នាក់ៗនៃនគរបាលខេត្តត្រាវិញរូបភាពរបស់លោកឧត្តមសេនីយ៍ត្រីដែលមានភាពស្និទ្ធស្នាលរាក់ទាក់និងពោពេញនៅមនោសញ្ចេតនាតែងដក់ជាប់ក្នុងចិត្តមនុស្សគ្រប់រូបយើងខ្ញុំឃើញថាឧត្តមសេនីយ៍ត្រីមានស្ទេអារម្មណ៍និងគោលនយោបាយយ៉ាងរឹងប៉ឹងហើយមានសិលធម៌ហើយក្នុងភាពមានការរស់នៅយ៉ាងសាមញ្ញនិងស្រស់ស្អាតតែងតែសប្បាយរីករាយជាមួយបងប្អូនកូនចៅមាមីងជំនាញខ្លួនហើយឧត្តមសេនីយ៍ត្រីតែងតែមានការណែនាំយ៉ាងម៉ត់ចត់ចំពោះបងប្អូននៅក្នុងកងកម្លាំងនគរបាលខេត្តក្នុងការងារឧត្តមសេនីយ៍ត្រីតែងតែណែនាំបងប្អូនកូនចៅជាពិសេសយើងខ្ញុំជាកូនកម្មាភិបាលក្មេងខ្មែរមួយនៅក្នុងនគរបាលខេត្តបានទទួលបានការណែនាំយ៉ាងម៉ត់ចត់របស់ឧត្តមសេនីយ៍ត្រីដែរហើយយើងខ្ញុំជាសង្គមថាឧត្តមសេនីយ៍ត្រីនៅមានសុខភាពល្អនៅបន្តភារកិច្ចនាយករងហើយជួយណែនាំកូនចៅមានបងប្អូនកូនចៅក្នុងនគរបាលខេត្តក្នុងសកម្មភាពរាល់ថ្ងៃរបស់ឧត្តមសេនីយ៍ត្រីឧត្តមសេនីយ៍ត្រីមានរបៀបធ្វើការយ៉ាងសកម្មហើយយ៉ាងមានទេពកោសល្យក្នុងការបញ្ជាការដោយកងកម្លាំងក្នុងទូទាំងខេត្តដើម្បីរួមពិភាក្សាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើល្មើសច្បាប់ហើយនឹងបទល្មើសច្បាប់រួមចំណែកក្នុងការពារសន្តិសុខឲ្យបងប្អូនកូនចៅជនរួមជាតិខ្មែរក៏ដូចជាជនរួមជាតិក្នុងខេត្តតាវិញយើងដែរហើយចំពោះយើងខ្ញុំជាកម្មាភិបាលខ្មែរមួយក្នុងនគរបាលខេត្តដែរហើយនឹងមានការគោរពយ៉ាងអស្ចារ្យចំពោះឧត្តមសេនីយ៍ត្រីហើយសង្ឃឹមថាឧត្តមសេនីយ៍ត្រីមានសុខភាពល្អនឹងបន្តភារកិច្ចគ្រប់គ្រងនិងបញ្ជាការឲ្យនគរបាលខេត្តយើងខ្ញុំតែកាន់តែមានការរីកចម្រើនយោងតាមសេចក្តីសម្រេចរបស់គណៈបកនគរបាលមជ្ឈុំអនុវត្តការងារកម្មាភិបាលខ្មែរខាងនគរបាលខេត្តគឺថាយើងត្រូវតែដឹកនាំត្រូវតែដឹកនាំអប់រំដើម្បីកម្មាភិបាលខ្មែរនគរបាលក្នុងខេត្តរួមចឹងធ្វើមិនឲ្យមានថាចរិយាសម្បត្តិល្អដើម្បីធ្វើការងារនគរបាលឲ្យបានស្រេចពេលថ្នាក់លើដល់ថ្នាក់ក្រោម
lo hơi chẳng nghe tha dừng mình đo mình đá nữa cảm mà với bà không ấy tàu tay cứ tha rò chán nam là cái chân cái đòi dừng trộn men cầm rồng cả đầm bay dừng chun thâu ôi riêng sốt khang phách nó có bà ôi mọt giọt đôi chia tha mà hai thiên lại chứng lo hơi chạy slam họ thì chạy slam họ đầm bay thôi cả khang nó có bà ôi ban tạm ở đây thứ tha tạm ở đây cái bên chia cả nụ cái nông khép đôi tha cho thầu khum sọc lo hỏi ỏi men cả mà bị bà khmer những hao nụ khang này khang đặt nỏm cho có cả bên chia cả phép son sọc coi như là phun sọc này tha phun sọc thô mới đôi bàn sọc sôi tạm bên chia cả đó bỏ thân nặng lờ ក្រោយពីការងារអស់មួយសប្តាហ៍ឧត្តមសេនីយ៍ត្រីបានត្រឡប់មកផ្ទះវិញដោយភាពជាកសិករសាមញ្ញនិងស្មោះត្រង់ម្នាក់លោកតែងប្រមូលផ្ដុំអ្នកមានវេជ្ជចាក់ព្រឹទ្ធាចារ្យនិងតន្ត្រីករមករួមគ្នាប្រគំបទភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ ជាគុណនៃគ្រួសារកសិករខ្មែរឧត្តមសេនីយ៍ត្រីយល់យ៉ាងច្បាស់អំពីឥទ្ធិពលនៃការផ្លាស់ប្ដូរដែលបណ្ដាលឲ្យសាបរលាបនៃវប្បធម៌ប្រពៃណីដែលមានមូលដ្ឋាននិងគ្រឹះវប្បធម៌រាប់ពាន់ឆ្នាំមកហើយនោះក៏អាចចាក់ឥទ្ធិពលយ៉ាងខ្លាំងពីការសមាហរណសម័យប្រការនោះបានធ្វើឲ្យលោកមានការខ្វល់ខ្វាយថាតើធ្វើយ៉ាងណាដើម្បីថែរក្សាវប្បធម៌ប្រពៃណី ធ្វើឲ្យមានការលើកទឹកចិត្តនិងជំរុញប្រជាជនគ្រប់រូបឲ្យចូលរួមថែរក្សានិងការពារវប្បធម៌និងកសាងមាតុភូមិតន្ត្រីបានចាប់ប្រភពក្នុងអារម្មណ៍របស់លោកពីចំណូលចិត្តចំពោះឧត្តមសេនីយ៍ត្រីតន្ត្រីគឺជាទម្រង់សិល្បៈដែលបង្ហាញតាមរយៈសំឡេងដើម្បីបញ្ចេញនូវអារម្មណ៍ដ៏សម្បូរបែបនៅក្នុងអារម្មណ៍របស់មនុស្ស ចំពោះទេពកោសល្យនិងចំណូលចិត្តពីធម្មជាតិរបស់លោកសំឡេងដ៏ពីរោះរបស់បទភ្លេងប្រជាប្រិយបានជ្រាបទៅក្នុងអារម្មណ៍របស់លោកបន្តិចម្ដងលោកឧត្តមសេនីយ៍ត្រីបានចូលរួមចំណែកក្នុងការថែរក្សានិងការពារភ្លេងប្រជាប្រិយមកដល់ពេលនេះលោកអាចប្រគំឧបករណ៍ភ្លេងជាច្រើនប្រភេទបានយ៉ាងស្ទាត់ជំនាញ ក្នុងក្រុមសិល្បករនៅខេត្តត្រាវិញពេលរំលឹកដល់លោកឧត្តមសេនីយ៍ត្រីអ្នកណាក៏ស្គាល់ថាលោកជាឧត្តមសេនីយ៍ត្រីឆ្នើមជាពិសេសគឺចំពោះតន្ត្រី mình thay cái những cái tối chứ hao ta rộm chỗ chặt pleng lo hơi là dừng đầu vào chọp riêng mình này thay là riêng pleng ta bạn tích tôi còn mình bạn sập thoát đôi khi đấy
ប៉ុន្តែដល់ទៅរៀនចេញពីសាលាមន្ទីរពេទ្យហ្នឹងគឺថាหมอนគរបាលហើយหมอนគរបាលធ្វើការនគរបាលហ្នឹងហើយខាងថ្ងៃណាដូចថាតំណេចឹងដូចថាថ្ងៃតាមតំណេឆ្លៀតពេលវេលាយើងលេងភ្លេងដូចថាកូតថវៃឃុំដាច់ច្បៃអញ្ចឹងមែនទេថាយើងចូលចាត់ចឹងដល់ហើយរាល់ថ្ងៃហ្នឹងគឺថាបើនិយាយហ្នឹងខ្ញុំចេះខ្ញុំលេងបានកូតបានហ្នឹងគឺថា9ឧបករណ៍អត់តែខ្ញុំរៀនបើនិយាយបាសឡងគឺថាក៏មានគ្រូមកពីចេះតែបកាយទូចនៅថានៅបថាធ្វើស្រែឲ្យពូម៉ែហ្នឹងគឺថាចេះកូតត្រចេះໄວឃុំហើយយើងឃើញគេកូតត្រໄວឃុំយើងរៀនយើងហៅថាយើងរៀនតាមក៏មានគ្រូហើយដល់ទៅរៀនសាលាខាងផែតហ្នឹងដល់ហើយខ្ញុំឃើញជើងដៃមិត្តផាក់មិនមែនទៅไปរួយតាហ្នឹងដល់ហើយខ្ញុំទៅឃើញវាលេងខ្ញុំលេងតាមហើយដល់ក្រោយហ្នឹងអានេះអកហ្គេនហ្នឹងអកានហ្នឹងគឺថាlàខ្ញុំឃើញចូលចាត់ពេកឃើញគេលេងលឺប្រហើយខ្ញុំហៅថាយើងរៀនតាមអញ្ចឹងយើងចាត់តែលេងទៅយូរទៅយើងចាស់ដូចហៅថាអារម្មណ៍យើងហៅចូលចាត់អញ្ចឹងដល់ហើយយើងរៀនcũngឆាប់ចាស់cònបើនិយាយច្បាស់ឡោះថាគ្រូនឹងអត់មែនទេពេលវេលាណាដូចថាតំណេហ្នឹងខ្ញុំឆ្លៀតយើងលេងភ្លេងអញ្ចឹងក៏នឹងការងារសំខាន់របស់យើងហ្នឹងគឺថាយើងទៅតែធ្វើមិនយើងថាឲ្យបំពេញភេរៈគឺថាធ្វើការរាល់ថ្ងៃហ្នឹងគឺថាយើងធ្វើមិនឲ្យបានសម្រេចថ្ងៃណាគិតថ្ងៃនោះដូចថាខែណាគិតខែហ្នឹងអញ្ចឹងមិនមែនយើងឡគិតទៅលេងភ្លេងយើងចូលការងារអត់ទេអានេះភ្លេងនេះគឺថាដៃឆ្វេងប៉ុណ្្នឹងអញ្ចឹងដែរដៃស្ដាមគឺថានៃការងាររបស់យើងរាល់ថ្ងៃយើងធ្វើមិនឲ្យបានឧត្តមសេនីយ៍ត្រីយកតន្ត្រីធ្វើជាមធ្យោបាយឧបករណ៍មួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកសិល្បៈតន្ត្រីនាំមកនូវភាពរីករាយដល់លោកឧត្តមសេនីយ៍ត្រីនៅពេលដែលស្ដាប់និងប្រគំភ្លេងនឹងធ្វើឲ្យលោកឧត្តមសេនីយ៍ត្រីមានចិត្តសប្បាយរីករាយនិងបន្ធូរអារម្មណ៍ចំពោះលោកសាច់ភ្លេងនិងបទចម្រៀងប្រជាប្រិយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិហើយនោះក៏ជាអ្វីដែលមិនអាចខ្វះបានសម្រាប់ជនរួមជាតិខ្មែរត្រនិងខឹងជាឧបករណ៍ភ្លេងដែលពេលប្រគំឡើងនាំមកនៅក្តីស្រឡាញ់ចំពោះមាតុភូមិនិងក្តីស្នេហារវាងគូស្វាមីភរិយាជានិមិត្តរូបនៃវប្បធម៌ស្មារតីដ៏វិសេសវិសាលដាច់ដោយឡែកនិងជាវត្ថុដ៏ពិសិដ្ឋនៃវប្បធម៌របស់ជនរួមជាតិខ្មែរចំពោះឧបករណ៍ភ្លេងទាំងនេះខ្លួនលោកផ្ទាល់ក៏ដូចជាមានជនរួមជាតិខ្មែរនៅភូមិស្រុកបានដាក់បញ្ចូលទៅក្នុងសម្លេងចម្រៀងនិងបទភ្លេងនៅស្មារតីរីករាយនិងទេសនៈក្នុងការរស់នៅរបស់មានភូមិស្រុកប្រការម្យ៉ាងទៀតគឺចាប៉ីជាឧបករណ៍ភ្លេងអាចប្រគំដាច់ដោយឡែកតែឯងឬក៏ប្រគំចម្រុះជាមួយឧបករណ៍ភ្លេងដទៃនិងប្រគំឡើងពេលច្រៀងចម្រៀងស្នេហាច្រៀងចាប៉ីឆ្លើយឆ្លងក្នុងថ្ងៃបុណ្យធំបុណ្យភូមិនិងថ្ងៃមង្គលការជាដើមនេះក៏ជាអារម្មណ៍និងលក្ខណៈពិសេសរបស់មាមីខ្មែរនៅតាមភូមិស្រុកប្រការនោះហើយបានធ្វើឲ្យលោកឧត្តមសេនីយ៍ត្រីចង់រក្សានិងបន្សល់ទុកដើម្បីកុំឲ្យបាត់បង់អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ
សំនិយាយពីជីវភាពរស់នៅធម្មតាសពថ្ងៃរបស់លោកឧត្តមស្នេហ៍ត្រីគៀងរិនទោះបីគាត់មានតួនាទីជានាយករងនៅនគរបាលខេត្តត្រវិញនឹងតែខ្ញុំឃើញថាគាត់សម្គាល់ឃើញទៅពេលថ្ងៃដូចជាថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលគាត់ទំនេរពីការងារគាត់តែងតែមកគេហដ្ឋានប្រកបហើយច្រើនតែក៏ហៅពួកខ្ញុំជាអ្នកចេះភ្លេងខ្លះៗហ្នឹងមកប្រគំភ្លេងជាមួយនឹងគាត់ឃើញថាគាត់ជាអ្នករស់រាយសប្បាយជាមួយបងប្អូនជិតខាងបងប្អូនក្នុងសង្គមគួរជាទីសប្បាយមែនចូលជាទីរាប់អានគាត់មែនគាត់ជាមនុស្សមួយដែលសាមញ្ញបំផុតនៅក្នុងសង្គមបាទទោះបីតួនាទីគាត់ធំណាស់ប៉ុន្តែគាត់គឺថាសភាពការរស់នៅរបស់គាត់គឺថាស្មើជាមួយនឹងបងប្អូនរាប់អានបងប្អូនក្នុងភូមិយើងក្នុងទូទៅក្នុងភូមិក្នុងខេត្តរបស់យើងបាទខ្ញុំស្គាល់ឃើញគាត់ជាមនុស្សល្អណាស់បាទបាទបើនិយាយរឿងភ្លេងគឺថាលោកស្នេហ៍ត្រីឧត្តមស្នេហ៍ត្រីនេះគាត់ចូលចិត្តណាស់ហើយគាត់ចេះបានច្រើនឧបករណ៍ដែរគួរសមដែរដូចជាត្រខឹមឃ្លុយភ្លេងរនាតនេះវិញគាត់ចេះច្រើនណាគាត់លេងល្អប៉ុន្តែគឺខឹមមេត្រូនេះគាត់លេងល្អបាទគួរសមហើយលេងអកកាំងវិញគាត់ចេះដែរទោះបីលោកឧត្តមស្នេហ៍ត្រីគាត់មិនមែនជាអ្នកតន្ត្រីមែនគាត់អ្នកកម្មាភិបាលធំជាងមែនតែលេងគាត់លេងទៅចង្វាក់ទៅបែបបត់របស់គាត់ល្អគួរសមណាលេងបានគាត់បើប្រគំភ្លេងដើម្បីបំរើកម្មវិធីគាត់លេងបានណាឃើញទេគួរសរសើរគាត់មែនលោកឧត្តមសេនីយ៍ត្រីខៀងរិនជំនះបានការលំបាកយ៉ាងខ្លាំងនិងមានភាពភ្លឺស្វាងលោកឧត្តមសេនីយ៍ត្រីមិនត្រឹមតែជាមេតបនគរបាលប្រជាជនទទួលបានភាពជោគជ័យជាច្រើនក្នុងតួនាទីរបស់ខ្លួនប៉ុណ្ណោះទេចំពោះលោកនៅទៀងជាអ្នកកំពុងផ្សព្វផ្សាយអំពីចំណូលចិត្តរបស់ខ្លួនដល់យុវវ័យជំនាន់ក្រោយអំពីតន្ត្រីប្រពៃណីរបស់ជនជាតិចំពោះកម្មាភិបាលនិងយុទ្ធជនផ្នែកនគរបាលលោកឧត្តមសេនីយ៍ត្រីបានបន្សល់ទុកនៅក្តីស្រឡាញ់ការគោរពនិងការកោតសរសើរចំពោះប្រជាជនលោកបានបន្សល់ទុកក្នុងដួងចិត្តមាមីងជនរួមជាតិនៅរូបភាពនៃឧត្តមសេនីយ៍ម្នាក់ដ៏ស្និទ្ធស្នាលរាក់ទាក់និងស្មោះត្រង់ជាមេតបម្នាក់ដែលមានចំណូលចិត្តខាងសិល្បៈនិងមានបំណងចង់អភិរក្សនិងអភិវឌ្ឍតន្ត្រីប្រពៃណីរួមចំណែកថែរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅខេត្តត្រាស់វិញ។